ណោះដីខ្មែរស្រណោះគេដែលខំការពារមិនបាននឹកភូមិជោគជ័យនិងភូមិព្រៃច័ន្ទធ្លាប់រស់សុខសាន្តលេងបានគៀកកាយស្ទាយចំការខេមរាធ្លាប់ធ្វើហ៊ុនសែលងើមិនខ្វល់ខ្វាយឡើយបើកដៃឲ្យចៅឆ្លៀនពៀនអស់ហើយស្រណោះដីអើយភូមិកំណើតខ្ញុំលាភូមិជោគជ័យលាដីព្រៃច័ន្ទខ្មែរគ្រប់ប្រានបានត្រឹមឈរយំស្តាយអើយសាញ់ស្តាយឃ្លាតឆ្ងាយហើយខ្ញុំធ្លាប់សុខុមជួបជុំគ្រួសារនឹកស្រណោះមិនអស់អាល័យព្រៃច័ន្ទជោគជ័យដែនខណ្ឌសីមាកូនខ្មែរមិនភ្លេចទឹកដីដូនតាចងចាំទៀមទាចាជាប់ក្នុងចិត្តសម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំ3ចូលមកដល់តាមន់តាកបីមកដល់អូស្មាច់ត្រូវទប់ឲ្យជាប់នៅកន្លែងហ្នឹងមិនខាប់អត់ឲ្យចូលទេប៉ុន្តែហ៊ានវាយខាងមកពុះវាយខាងប៉ោយប៉ែតបើគេចង់ចូលបើកឲ្យចូលមកបើកឲ្យចូលខ្ញុំបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្ញុំហេតុអីបានត្រូវបើកឲ្យចូលទី1បញ្ជាក់ថាអ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយលាភូមិជោគជ័យលាដីព្រៃច័ន្ទខ្មែរគ្រប់ប្រានបានត្រឹមឈរយំស្តាយអើយសាញ់ស្តាយឃ្លាតឆ្ងាយហើយខ្ញុំធ្លាប់សុខុមជួបជុំគ្រួសារនឹកស្រណោះមិនអស់អាល័យព្រៃច័ន្ទជោគជ័យដែនខណ្ឌសីមាកូនខ្មែរមិនភ្លេចទឹកដីដូនតាចងចាំទៀមទាចាជាប់ក្នុងចិត្តខ្ញុំប្រកាសណាខ្ញុំស្នើដល់តុលាការគួរតែកាត់ទោសដល់អតិបរមាហើយសូមឲ្យក្រសួងយុត្តិធម៌និងពន្ធនាគារសូមកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីដែលមិនត្រូវបានទទួលការបន្ធូរបន្ថយទោសឬលើកលែងទោសស្រឡាញ់ជាតិដោយចិត្តទាំងក្តីបេះដូងថ្លាថ្លៃចាដងក្នុងចិត្តគ្រូរងឈុនដាំងទុនជីវិតស្រណោះអាណិតដល់ជាងខេមរាដែនសីមាខ្មែរត្រូវការដឹងរបំស្អីចឹងប្តឹងតុលាការស
សងជុំងឺចិត្ត$10,000មានលុយទេណាអាចញាចង់រៃអូតុងឡាកាចោរាឃ្លានក្រៃស៊ីគ្មានប្រណីខ្មែរស្នេហ៍ជាតិផងគ្រូរងឈុនដូចខ្មែរទាំងពួងពេលអើយកុំចងកម្មពៀនឹងខ្មែរ$10,000គ្មានតែ$10,000ជំហរខ្មែរកើនបង្កលបឿនចង់បដូរប្រែរងឈុននិមិត្តរូបរួមគ្នាតែម្នាក់$1ទេចៅក្រមស៊ីប៉ែសែនពីលពុកឆ្អឹងតុងឡាកាអាំងយុទ្ធទិញធោអត់ឈាមអាល់កោខ្មែរក្រីក្រម្លឹងសែនស្មោកក្រងភ្នំភ្លើងកំហឹងបដូររបបនឹងមានតែងើមឈរឈប់អង្វរបនចោលលួចជាតិកែសងគុំជាតិស៊ូបដូរឲ្យបាននឹងឲ្យ$10,000ហើយលោកហ៊ុនសែនខ្វះ$10,000ក៏យកទៅទិញចារកម្មគាត់ទៀតទៀតអញ្ចឹងតែដូច្នេះគួរតែយកចិត្តទុកដាក់ទៅលើរឿងអ្វីវិញរងចាំឲ្យតឡាការមករឹបអូសយកទ្រព្យសម្បត្តិទៅឬមួយក៏គួរធ្វើបែបណាពេលនេះលោករំពុះរំជើង$10,000គ្មានតែ$10,000ជំហរខ្មែរកើនបង្កលបឿនចង់បដូរប្រែរងឈុននិមិត្តរូបរួមគ្នាតែម្នាក់$1ទេចៅក្រមស៊ីប៉ែសែនពីលពុកឆ្អឹងតុងឡាកាអាំងយុទ្ធទិញធោអត់ឈាមអាល់កោខ្មែរក្រីក្រម្លឹងសែនស្មោកក្រោបភ្នំភ្លើងកំហឹងដូររបបនឹងមានតែងើមឈរឈប់អង្វរបនចោលលួចជាតិកែសងគុំជាតិស៊ូបដូរឲ្យបានប្រែប្រួលខ្ញុំឈរជាមួយបងប្អូនជនរួមជាតិខ្មែរអានេះក្បត់ជាតិអានេះអត់ពូជក្បត់ទាំងជាតាវាដល់ឪវាឥឡូវដល់ខ្លួនវាឈាមតកូលហ៊ុនជាឈាមពូជអាក្បត់ជាតិ3ចំណុចកាលអូដឹកនាំខ្មែរបាត់កងត្រល់ខ្មែរបាត់គ្មានសល់ព្រួងក្រុមដេរឆានកាលអូដឹកនាំខ្មែរបាត់កងត្រល់ខ្មែរបាត់គ្មានសល់ព្រួងក្រុមដេរឆានស៊ីញេបំពេញឲ្យចោសាមានអើយចូលមកឆ្លៀនពៀនដែនអង្គថប់បតៃអីលើដល់កូនបាត់កងគុណទៀតត្រកូលក្បត់ជាតិកាត់លុងឲ្យថៃអីលើដល់កូនបាត់កងគុណទៀតត្រកូលក្បត់ជាតិកាត់លុងឲ្យថៃបើខ្មែរបណ្ដោយឲ្យចោចង់រាយបំផ្លាញទឹកដីជានខ្សែមរណាឥឡូវនេះគេកំពុងធ្វើថាឲ្យប្រជាជនកម្ពុជាធ្វើបាតកម្មដើម្បីរុញរដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិតើបានឈឺយកឈឺចាស់តែណៃព្រំដែនសមុទ្រយើងមានការឯកភាពគ្នាវិញកើនឹងចរចាគ្នាច្រើនដងហើយមិនទាន់មានការឯកភាពបើមិនទាន់មានការឯកភាពថាតើយើងបាត់ស្អីខ្ញុំសួរខ្មែរគ្រប់ទិងទីសាមគ្គីព្រួតដៃការពារទឹកដីសម្បត្តិដូនតាងអើយខ្មែរគ្រប់ទិងទីសាមគ្គីព្រួតដៃការពារទឹកដីសម្បត្តិដូនតាលាច់កើតជើងត្បូងដែនព្រំសៃម៉ាងអើយកុំឲ្យចោរាណាមកឆ្លៀនពៀនមហាបាតកម្មទាមទារតវ៉ាយងគេដូនតាការពារឲ្យបានម
មហាបាតកម្មទៀមទាតវ៉ាយងគេដូនតាការពីឲ្យបានប្តឹងទុកលាការកំបីអាងខានអើយសូមខ្មែរក្រុមប្រានចូលរួមទៀមទាកាត់ភូមិបងអីសម្រិនទៅឲ្យក្រោមការគ្រប់គ្រងរបស់វៀតណាមដោយរក្សាទុកនៅខ្សែព្រំដែនដដែលប៉ុន្តែត្រូវកាត់ភូមិនឹងទៅឲ្យវៀតណាមគ្រប់គ្រងដែលជាភូមិរបស់ប្រធានសភាសពថ្ងៃនេះអានឹងជាជំរើសទី1ជំរើសទី2រក្សាខ្សែព្រំដែនដដែលប៉ុន្តែរើភូមិរបស់បងហេងកម្រិតរើភូមិចេញរកដីឲ្យគាត់ធ្វើភូមិថ្មីនៅក្នុងដីថ្មីអានឹងជំរើសទី2សែនអើយអើយសែនឈួតមែនតែនឲ្យយួនរាប់លានទុនត្រៀនអង្គធិបតេយ្យកាន់សាំងមុតកងទន្លេដែនដីសែនកាត់រាល់ថ្ងៃរៀងខ្មែរមិនអាចនាងយាយមកដល់ប្រជែងអូរតនគិរីមណ្ឌលគិរីស្ទឹងត្រែងខ្មែរព្រួយភ័យដឹកនាំយូរទៅឃើញតែបាត់ដី CLV ស្អីនយោបាយថ្មីបោកខ្មែរស៊ីសែនដឹកនាំរត់សែនស្ទាត់ខាងចាប់រំលោភសំឡាប់ជាប់លំដាប់ VIP សង្ឃឹមពលរដ្ឋងើបសាមគ្គីដេញពោះក្បាលពីស៊ីចូលប្លន់ដីធ្លារៀងមរដងសែនជោអូដឹកនាំចង់រៃមាយាទអប្រិយអួយស្ដាយដីខ្មែរណាស់បើខ្មែរបន់ដោយឲ្យចោលកញ្ចាស់ដឹកនាំបាញ់ច្រាងជាតិនឹងវិញលៀងមិនខានឡើយដឹកនាំរត់សែនស្ទាត់ខាងចាប់រំលោភសំឡាប់ជាប់លំដាប់ VIP សង្ឃឹមពលរដ្ឋងើបសាមគ្គីដេញពួងក្បាលពីស៊ីចូលប្លន់ដីធ្លារៀងមរដងសែនជោអូដឹកនាំចង់រៃមាយាទអប្រិយអួយស្ដាយដីខ្មែរណាស់បើខ្មែរបន់ដោយឲ្យចោលកញ្ចាស់ដឹកនាំបាញ់ច្រាងជាតិនឹងវិញលៀងមិនខានឡើយអញប្រាប់ហើយតាមហើយហើយអ្នកណាក៏ដោយតែពត់បោកជួលរដ្ឋាភិបាលងើបមួយវាយមួយហើយក៏ងើបក៏ប្រាប់ហើយយុទ្ធសាស្ត្រងើបមួយវាយមួយនៅបន្តអត់ដកអត់ចោលសែនខ្លាំងអួតឆ្លាំងខាងគំរាមរីឯចោលសៀមពូកែលួចប្លន់តើចោលមួយណាខ្លាំងមួយណាអន់បងប្អូនតាមតន់ច្បាស់ណាស់ពិតជានឹងដើរចោលត្រកូលហ៊ុនខ្លាំងធ្វើបាក់ខ្មែរលក់កុសមុទ្របឹងលក់ជាតិឲ្យចោលខ្មែរគ្មានទីពឹងរੂគ្មានលំនឹងព្រោះតែចោលត្រកូលហ៊ុន
ល្បិចក៏ចោលសៀមត្រៀមពងរីកដីតាំងពីសម័យសុខដីគ្រាមុនណាប្រាំងលេបប្របាំងឲ្យខ្មែរទីរុនរត់តាំងពីមុនរហូតសពថ្ងៃអេតេជោសែនខ្លាំងមែនបងប្អូនខ្លាំងនឹងជាខ្លួនខ្លាំងខាងតាមវាយកុំរៀមសំឡុតរាខ្មែរប្រុសស្រី